សួស្តីហ្នឹងហើយថ្ងៃនេះខ្ញុំចង់បង្ហាញពីproduct Hikvision Video Intercom អញ្ចឹងថ្ងៃនេះខ្ញុំចង់បង្ហាញពីរបៀបនៃការភ្ជាប់ពី doorbell ទៅ Video Intercom និងមួយទៀតគឺយើងភ្ជាប់ពី Video Intercom ចូលជាមួយនឹង doorbell ទៅមួយអញ្ចឹងឧបករណ៍នេះដែរគឺមិនត្រឹមតែជា doorbell ទេគឺវាក៏ជា access control ដែរសម្រាប់បញ្ជាទៅទ្វារនៅពេលដែលយើងចង់ unlock ទ្វារហ្នឹងគឺយើងអាច unlock ជាមួយនឹងឧបករណ៍នេះបានហើយឧបករណ៍នេះក៏មាន set remote មកឧបករណ៍ doorbell ដូចគ្នាហើយ Hikvision Video Intercom នេះក៏ support ទៅតាម app ទូរស័ព្ទដូចគ្នាដែរយើងអាចបញ្ជា unlock ពីចម្ងាយបានអញ្ចឹង device ទាំងអស់នេះគឺ support PoE យើងគ្រាន់តែដោតខ្សែ PoE ចូលទៅហើយវាអត់ចាំបាច់ប្រើនេះទេប្រើ adapter ចូលទេអញ្ចឹងឥឡូវយើងធ្វើការ set up វាឡើងគឺដាក់ password ថ្មីអូខេបន្តមកទៀតយើងចុច next មកភាសាអង់គ្លេស email តែយើងមិនដាក់ទេយើងដាក់តាសំណួរចម្លើយចុចបានហើយចុច next បន្តមកទៀតកន្លែងនេះគឺវាទាមទារយើងជាប់ជាមួយនឹងnetwork DHCP អញ្ចឹងកាលណាយើងបើក DHCP បែបនេះអូខេមូលហេតុដែលយើងត្រូវបើកបែបហ្នឹងគឺដោយសារយើងត្រូវកែប្រើជាមួយ app អញ្ចឹងត្រូវឲ្យ device នៅ online អញ្ចឹងឲ្យវាចាប់ DHCP តែបើយើងអត់ចាំបាច់ទេយើងដាក់ IP default របស់វាហ្មងក៏បានដែរឲ្យតែក្នុង range ជាមួយគ្នាអូខេនៅពេលដែលយើងបើកបែបនេះហើយគឺវាបោះឲ្យហើយអញ្ចឹងវាបោះមិនតែវាបើកជា static ឲ្យទេគឺវាបើកជាបើអត់បើកជា DHCP ទេគឺបើកជា static ឲ្យបាទអញ្ចឹង IP បែបនេះគឺវាអត់កែទេអញ្ចឹងយើងចុច next បន្តទៀតមកកន្លែងនេះគឺជា device type របស់យើង device type របស់យើងបើយើងធ្វើវាជា main អញ្ចឹងកន្លែងនេះយើងមិនដូរទេយើងដាក់ថា indoor station បែបហ្នឹងមកបាទ room លេខ1អាផ្សេងទៀតមិនទេ register SIP អញ្ចឹងកន្លែងនេះយើងដាក់ password ដូចគ្នាអូខេឥឡូវយើង set up SIP ហើយបន្តមកទៀតយើង take វាចុច next អូខេកន្លែងនេះវាសួរយើងចាប់ Wi-Fi អត់ដោយសារយើងដោតខ្សែត្រូវប្រើជាមួយភ្លើងចឹងយើងដោតតាមខ្សែហ្មងទៅបើចង់ចាប់ Wi-Fi ក៏ចាប់ទៅបាទចុច next ទៀតចឹងកន្លែងនេះគឺពាក់ព័ន្ធជាមួយនឹង time zone setting យើងដាក់បូក7របស់យើងវិញមកអូខេ next បន្ទាប់កន្លែងនេះគឺ Hik Connect Service បានន័យថាយើងបើក service នេះសម្រាប់ app Hik Connect យើងអត់ដែលភ្ជាប់ជាមួយទូរស័ព្ទណាយើងបើកវាមកអញ្ចឹងកន្លែងនេះនៅពេលយើងចេញមកអញ្ចឹងយើងអាចដាក់ verify របស់កូដរបស់វាបាន verify កូដនេះយើងចង់ដាក់អីដាក់ទៅហ្នឹងហើយអញ្ចឹងកន្លែងនេះគឺសម្រាប់ download QR ហើយនឹងកន្លែងនេះគឺសម្រាប់យើង add ចូលទូរស័ព្ទអញ្ចឹងយើងអត់ទាន់ add ចូលក៏បានដែរយើងឃើញ service របស់វាគឺ connect ហើយចាំពេលយើង set up ចាប់ចាំយើង add ចូលទូរស័ព្ទតាមក្រោយអូខេបន្តមកទៀតកន្លែងនេះយើងឃើញមាន device ចំនួន2អញ្ចឹង device នេះដោយសារតែខ្ញុំដាក់ doorbell 2បាទអញ្ចឹងវាលុបមកទាំងពីរអញ្ចឹងដោយសារយើងភ្ជាប់តែមួយសិនយើងមើលមកថា device របស់យើង model គេបាទនេះ1813អញ្ចឹងខ្ញុំមើលរបស់យើងមកមួយនេះអញ្ចឹងអានេះគឺវា select សួរយើង select doorbell ចុចតបមកទៀតបាទអានេះ indoor station extension បានថាយើងចង់ភ្ជាប់មានមួយបន្តពីវាទៀតអត់អញ្ចឹងលក្ខខណ្ឌហ្នឹងជាមួយខ្ញុំ set ចាប់ខ្ញុំបង្ហាញបន្តទៀតគឺពាក់ព័ន្ធមួយ device មួយនេះអូខេចុច finish មកអូខេតែចាប់គឺចេញបែបនេះអញ្ចឹងនៅពេលដែលយើង set up មកហ្នឹងកំឡុងនៅពេលដែលយើង set up គឺយើងបាន set up ជាមួយនឹង doorbell នេះហើយដូចគ្នាយើងបាន select ហើយអញ្ចឹងយើងអាចចូលមើល view របស់កាមេរ៉ាហ្នឹងនៅពេលដែលវាដាក់នៅខាងក្រៅផ្ទះយើងអាចចូលមើល view របស់វាបាននេះបាទអញ្ចឹង
យើងអាច call ទៅ doorbell ហ្មងក៏បានអូខេអញ្ចឹងយើងចែកទៅលើអូខេអានេះវាកង់ដោយសារបើកដាក់ក្បែរគ្នាអានេះគឺ function unlock ទ្វារ The door is open អូខេអញ្ចឹងនៅពេលដែលយើងចុច unlock បែបនេះអញ្ចឹងនៅពេលដែល device connect ទ្វារហ្នឹងគឺវានឹង unlock ទៅតាមឧបករណ៍មួយនេះអញ្ចឹងយើង back មកវិញពាក់ព័ន្ធជាមួយនឹងយើងចុចពីទ្វារនោះមកវិញខ្ញុំសាកមើលអូខេអញ្ចឹងយើងខលមកយើងខលមកបានចារបៀបនៃការភ្ជាប់ពីឧបករណ៍ doorbell មក intercom គឺយើង set up តែប៉ុណ្្នឹងទេអញ្ចឹងក្នុងលក្ខខណ្ឌបើសិនជាយើងចង់ install indoor មួយទៀតប៉ុន្តែយើងធ្វើជា extension ដើម្បីឲ្យយើងដាក់ពីរទីតាំងខុសគ្នាអញ្ចឹងអាចចូលមកកែនៅកន្លែងនេះបានយើងចូលមក setting បន្តមកទៀតយើងចូលមក configuration បាទ Wi-Fi password device មុនហ្នឹងអូខេបន្តមកយើងចូលមកមើល device កន្លែងនេះអញ្ចឹងកន្លែងនេះយើងមើលឃើញហើយថាកន្លែង device management នេះយើងមាន main door របស់យើងបាទ main door ហើយជាមួយនឹង indoor extension តែកន្លែងនេះនៅពេលដែលយើងអត់ទាន់បាន add ចូលទេដែលអត់មាន device ណាជាលក្ខណៈ extension ទេវាអត់មានចេញមកទេអញ្ចឹងបើយើងចង់ add device ផ្សេងឲ្យចេញជា extension យើងអាចចូលមក set up លើ device ថ្មីនេះបានយើងដាក់ password ដូចគ្នាអូខេបើក DHCP ដូចគ្នាតមកទៀតចុច next កន្លែងនេះ device type គឺវាទាមទារសួរអញ្ចឹងបើយើងចង់ធ្វើដាច់ពីគ្នាបានអញ្ចឹងធ្វើដូចលក្ខណៈមុននេះអញ្ចឹងមកគូនេះអញ្ចឹងអានេះមកគូផ្សេងអញ្ចឹងវាមានពាក់ព័ន្ធគ្នាទេចុះបើសិនក្នុងលក្ខខណ្ឌថាយើងចង់ចុចកណ្ដឹងមួយតែលើទាំងពីរអញ្ចឹងយើងដូរពី device type នេះមក indoor extension ណាអញ្ចឹងអានេះគឺជាលេខរៀងបន្ទប់របស់វាអញ្ចឹងបើសិនយើងមាន3មាន4ឧបករណ៍អាកន្លែងលេខ number នេះអត់អាចដាច់ខាតត្រូវដូចគ្នាទេត្រូវតែខុសគ្នាទាំងអស់បន្តមកទៀតយើងចុចកន្លែង register password នេះមកអូខេយើងដាក់ថា the same admin បន្តមកទៀតចុច next ដាក់ Wi-Fi អានេះ time zone បន្តមកទៀតអញ្ចឹងនៅពេលដែលវាជាលក្ខណៈ extension អញ្ចឹងវានឹងសួរស្វែងរក device main របស់វាអញ្ចឹង main របស់វាហ្នឹងគឺជាឧបករណ៍មួយនេះអញ្ចឹងយើង select លើឧបករណ៍ហ្នឹងមកទៅបាទចុច finish មកអញ្ចឹងរួចរាល់ហើយដូចគ្នាអញ្ចឹងយើងអាចឆែកមើលបានកន្លែងកាមេរ៉ា indoor នេះអញ្ចឹងខ្ញុំដាក់លើឧបករណ៍នេះគឺវានឹង view ឃើញដូចគ្នាអញ្ចឹងការ access ទៅលើឧបករណ៍នេះគឺដូចគ្នាអញ្ចឹងយើង back មកវិញខ្ញុំធ្វើការតេស្តចុចទៅលើឧបករណ៍មួយអញ្ចឹងឃើញចូលទាំងពីរអញ្ចឹងបើយើងលើកខាងនេះក៏បានលើកខាងនេះបានអញ្ចឹងឧបករណ៍ពីរហ្នឹងយើងលើកខាងណាក៏បានដូចគ្នាដែរហើយមួយទៀតនៅពេលដែលយើងចង់ call ពីឧបករណ៍ video intercom មួយទៅintercom មួយនៅពេលដែលយើងជាប់ extension គឺវានឹងជាប់នៅ contact នេះ automatic អញ្ចឹងយើងដាក់មកនេះ indoor station បាននៅកន្លែង contact នេះបាទពីមួយទៅមួយខាងនេះដូចគ្នាអូខេអញ្ចឹងការភ្ជាប់រវាងមួយទៅមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងយើងអាចបញ្ជូរទៅលើកាមេរ៉ាទៅលើនេះបានដូចគ្នាដែរអាស្រ័យទៅលើឧបករណ៍របស់យើង spec ខ្លះវា support 4កាមេរ៉ា spec ខ្លះ support ដល់8កាមេរ៉ាអញ្ចឹងរបៀបនៃការ add កាមេរ៉ានឹងចូលយើងមានកាមេរ៉ាខាងក្រៅភ្ជាប់នឹងផ្ទះជាលក្ខណៈ IP ឬក៏អីហ្នឹងយើងអាច add បានអញ្ចឹងយើងតម្រូវឲ្យយើងដឹង IP របស់កាមេរ៉ាដូចគ្នាអញ្ចឹងឥឡូវយើងវាយចូលកន្លែង config មក password អូខេអ
បន្តមកទៀតយើងចូលមើលឡើង device management device management ឡើងនេះយើងឃើញមានសញ្ញាបូកនៅខាងលើនេះមួយចុចបូក HIT protocol device name ឧទាហរណ៍ខ្ញុំដាក់ថា HIT camera HIT cam អូខេអញ្ចឹង IP address អញ្ចឹងក្នុងលក្ខខណ្ឌនេះយើងត្រូវតែដឹងថាកាមេរ៉ារបស់យើងហ្នឹង IP ប្រមាណអញ្ចឹងដោយសារខ្ញុំបាន set IP កាមេរ៉ារបស់ខ្ញុំហើយអញ្ចឹងដាក់មក192អូខេកន្លែង port នេះយើងអត់ដូរទេអញ្ចឹងនេះ password របស់កាមេរ៉ា user ហើយនឹង passwordអញ្ចឹងគាត់ឲ្យខ្ញុំពេញព័ត៌មានបែបហ្នឹងគឺវាមានកន្លែងបេតុង save ទេយើងគ្រាន់តែចុច back មកវិញមកអញ្ចឹងវានឹងជាប់អូតូអញ្ចឹងដល់ពេលដែលវាជាប់បែបហ្នឹងហើយយើងចុច line live view យើងចុចមើលកន្លែង channel របស់យើងនេះអញ្ចឹងយើងឃើញកន្លែងរូបកាមេរ៉ានេះមានរូបរបស់យើងជាធម្មតារបស់វាកន្លែងនេះយើងអាច live view បាន30 second ប៉ុន្តែយើងអាចដូរវាបានយើងអាចដាក់វា load ដល់1800 second វាស្មើនឹងកន្លះម៉ោងចឹងឡើយនេះចូល setting ដូចគ្នា config អូខេចឹងឡើយនេះ live view duration 30 វិចឹង limit គេដាក់ចន្លោះពី1វិនាទីរហូតដល់1800ចឹងឡើយនេះអាចដាក់បានអូខេឥឡូវយើងតេស្តមើលសិនអូខេកន្លែងនេះគឺ1800 វិអញ្ចឹងកន្លែងនេះដល់កំណត់នាទីរបស់វានឹង load ខ្លួនឯងអញ្ចឹងរបៀបនៃការ set video intercom ជាមួយនឹង doorbell មានតែប៉ុណ្្នឹងឯងអរគុណច្រើន